ថ្ងៃនេះស្លគ្រឿងសាច់គោបងប្អូនអញ្ចឹងតោះយើងទៅរៀបចំគ្រឿងក្រៅទាំងអស់គ្នាមានគ្រឿងបុកមានម្ទេសមានខ្ទឹមថ្ងៃនេះអត់បុកចូលគ្នាទេដាក់ដោយឡែកអញ្ចឹងបណ្ដោយទៅហើយក៏មានឈាមមានសាច់របស់យើងនឹងជំហានដំបូងគេយើងត្រូវយកម្ទេសជាមួយនឹងខ្ទឹមនឹងយើងយកទៅលីងឲ្យឡើងក្លិនឈ្ងុយយើងដាក់ប្រហុកបន្តិចមកពេលដែលយើងកូរប្រហុកឡើងឈ្ងុយហើយយើងចាប់ផ្ដើមដាក់គ្រឿងបុកយើងចូលពេលដែលគ្រឿងបុកយើងចូលឡើងយើងត្រូវកូរគ្រឿងយើងឲ្យឡើងក្លិនឈ្ងុយបន្ទាប់មកយើងចាប់ផ្ដើមដាក់ទឹកត្រីពេលដែលបងប្អូនដាក់ទឹកត្រីហើយចាប់ផ្ដើមចាក់ប្រេងក្រុំចូលកូរប្រេងក្រុំយើងឲ្យឡើងក្លិនឈ្ងុយតិចមកយើងក៏ចាប់ផ្ដើមដាក់សាច់របស់យើងចូលមកបងប្អូនថ្ងៃនេះមានគ្រឿងក្នុងតិចផងមានឈាមតិចផងទៀតហើយថ្ងៃនេះស្លថ្ងៃនេះខ្ញុំអត់យកដាក់ប្រើទឹកច្រើនទេខ្ញុំប្រើទឹកប៉ែបានឆ្ងាញ់ហើយពេលដែលយើងកូរគ្រឿងនិងសាច់របស់យើងចូលជាតិល្អហើយយើងចាប់ផ្ដើមដាក់គ្រឿងរបស់យើងមកមានអីខ្លះមានប៊ីចេងមានស្ករមានរ៉ូឌីមានតែ3មុខហ្នឹងទេព្រោះយើងបានដាក់ប្រេងក្រុំជុំទឹកត្រីរួចរាល់ហើយយើងក៏កូរសាច់របស់យើងឲ្យចូលជាតិស្ករជាតិប៊ីចេងទៅយើងចាក់ឈាមចូលពេលដែលយើងចាក់ឈាមចូលយើងត្រឡប់ឈាមបន្តិចដើម្បីល្ងឹសជាមួយនឹងសាច់យើងហ្នឹងឲ្យរៀងខាស់ទឹកបន្តិចទៅចាំយើងចាក់ទឹកចូលចាក់ទឹកមុនដំបូងចាក់ទឹករៀងច្រើនដែរតែយើងល្ងឹសយូរបងប្អូនព្រោះអីវាក្របផុយសាច់គោរបស់យើងសាច់រៀងយូរអញ្ចឹងទៅវាក្របផុយអញ្ចឹងយើងល្ងឹសចូល15ទៅ20នាទីពេលដែលយើងល្ងឹសសាច់របស់យើងរៀងផុយគ្រាន់ហើយយើងចាប់ផ្ដើមមកដាក់ស្លឹកខ្ទឹមជាមួយនឹងម្រះព្រៅចូលឲ្យហើយមកបងប្អូនថ្ងៃនេះខ្ជិលប្រើមកជូរប្រើតែស្លឹកខ្ទឹមសុទ្ធទេប្រើស្លឹកខ្ទឹមឆ្ងាញ់មួយយ៉ាងដែរបងប្អូនវាអត់ជូរជ្រេញទេវាជូរមកល្មមពេលដែលយើងហូបប៉ះស្លឹកខ្ទឹមទៅរៀងជូរតិចអញ្ចឹងយើងល្ងើស្លឹកខ្ទឹមជាមួយនឹងសាច់របស់យើងរហូតដល់ផុយហើយភ្លក់មើលថារសជាតិឆ្ងាញ់នៅបងប្អូនត្រូវថែមអីទៀតអត់បើសិនជាអត់ថែមទេដួសដាក់ចានហូបបានហើយអូយមកមុខនេះណាពេលដែលយើងធ្វើហូបប៉ែអញ្ចឹងនិយាយពីឆ្ងាញ់ម្ល៉េះឆ្ងាញ់ជាប្រើទឹកច្រើន